សួស្តីប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel ស្ដាប់ជុំគ្នាយើងបានឈានចូលមកដល់វគ្គទី6ហើយដែលជាវគ្គដ៏សំខាន់និងរំជើបរំជួលបំផុតនៃការកសាងទំនុកចិត្តរបស់យើងតើអ្វីទៅជាសត្រូវដ៏ធំបំផុតនៃទំនុកចិត្តមនុស្សភាគច្រើនឆ្លើយថាភាពបរាជ័យប៉ុន្តែការពិតមិនមែនដូច្នោះទេសត្រូវពិតប្រាកដមិនមែនជាភាពបរាជ័យឡើយតែវាគឺជាការភ័យខ្លាចចំពោះភាពបរាជ័យទៅវិញទេការភ័យខ្លាចនេះហើយដែលបង្ខាំងអ្នកឲ្យនៅក្នុងរង្វង់សុវត្ថិភាពរហូតដល់អ្នកបាត់បង់ឱកាសបង្ហាញសមត្ថភាពពិតប្រាកដថ្ងៃនេះយើងនឹងរៀនបដូរមុំមើលថ្មីថាបរាជ័យមិនមែនជាផ្លូវទាល់ទេតែវាគឺជាមន្ទីរពិសោធន៍សម្រាប់សាងភាពឆ្លាតវៃនិងភាពរឹងមាំរបស់អ្នកតាំងពីតូចយើងត្រូវបានប្រព័ន្ធអប់រំនិងសង្គមបង្រៀនឲ្យខ្លាចលេខ0ឬពិន្ទុធ្លាក់យើងត្រូវបានគេប្រាប់ថាអ្នកដែលខុសគឺជាអ្នកដែលអន់ផ្នត់គំនិតនេះបានចាក់ឫសយ៉ាងជ្រៅរហូតដល់យើងគិតថាបើយើងធ្វើអ្វីមួយមិនបានសម្រេចមានន័យថាខ្លួនយើងគឺជាមនុស្សបរាជ័យសូមបែងចែកឲ្យច្បាស់បរាជ័យក្នុងកិច្ចការគឺជាព្រឹត្តិការណ៍ធម្មជាតិអ្នកអាចរកស៊ីខាតបោះបង់ការរៀនឬធ្វើម្ហូបមិនឆ្ងាញ់ខ្លាចជាមនុស្សបរាជ័យគឺជាជំរើសអ្នកនឹងខ្លាចទៅជាមនុស្សបរាជ័យលុះត្រាតែអ្នកបោះបង់និងឈប់រៀនសូត្រពីកំហុសនោះចិត្តសាស្ត្រនៃភាពភ័យខ្លាចនៅពេលអ្នកភ័យខ្លាចបរាជ័យរាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងគិតអ្វីមិនចេញនិងបាត់បង់ភាពច្នៃប្រឌិតប៉ុន្តែនៅពេលដែលអ្នកទទួលយកពាក្យថាបរាជ័យអាចនឹងកើតឡើងហើយវានឹងមិនអីទេនោះអ្នកនឹងមានសេរីភាពក្នុងការបញ្ចេញសមត្ថភាពបានពេញលេញគ្មានរឿងអ្វីដែលអាចឆ្លុះបញ្ចាំងពីការមិនខ្លាចបរាជ័យបានល្អជាងរឿងរបស់លោក Thomas Edison ឡើយក្នុងការបង្កើតអំពូលភ្លើងលោកបានសាកល្បងនឹងបរាជ័យរហូតដល់ជាង 10,000 ដងពេលអ្នកកាសែតម្នាក់បានសួរលោកថាលោក Edison តើលោកមានអារម្មណ៍យ៉ាងណាដែរបានបរាជ័យ 10,000 ដងមុននឹងរកឃើញវិធីធ្វើឲ្យអំពូលភ្លើងភ្លឺ Edison ញញឹមហើយឆ្លើយថាខ្ញុំមិនបានបរាជ័យ 10,000 ដងទេខ្ញុំគ្រាន់តែរកវិធី 10,000 យ៉ាងដែលវាមិនដំណើរការតែប៉ុណ្ណោះមើលចុះសម្រាប់ Edison រាល់ការសាកល្បងដែលមិនបានផលវាមិនមែនជាការខាតបង់ទេតែវាគឺជាការដកចេញនៅអ្វីដែលមិនត្រូវដើម្បីខិតខំទៅចិត្តអ្វីដែលត្រូវទំនុកចិត្តរបស់លោកមិនមែនកើតចេញពីការដឹងខ្លួនឯងនឹងឈ្នះភ្លាមៗនោះទេតែវាបានមកពីការដឹងថាទោះខុសក៏បានរៀនតើយើងត្រូវធ្វើដូចម្តេចដើម្បីឈប់ខ្លាចបរាជ័យនេះគឺជាបច្ចេកទេស3យ៉ាងទី1សួររករឿងដែលអាក្រក់បំផុតជារឿយៗខួរក្បាលយើងចូលចិត្តបំភ្លឺបញ្ហាបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មចូលសួរខ្លួនឯងថាបើខាតតើនឹងមានរឿងអ្វីកើតឡើងប្រហែលជាអ្នកត្រូវបាត់បង់លុយសន្សំខ្លះឬត្រូវទៅរកការងារធ្វើវិញតើវាដល់ថ្នាក់ស្លាប់ដែរឬទេបើមិនមែនទេនោះអ្នកអាចដោះស្រាយវាបានទី2បដូរពីតើគេនឹងគិតយ៉ាងណាមកជាតើខ្ញុំបានរៀនអ្វីកុំយកតម្លៃខ្លួនឯងទៅដាក់លើលទ្ធផលប្រាប់ខ្លួនឯងថាខ្ញុំមកទីនេះដើម្បីរៀនមិនមែនមកដើម្បីឲ្យល្អឥតខ្ចោះឡើយទី3ប្រើគោលការណ៍បរាជ័យឲ្យលឿនកុំចំណាយពេលបារម្ភច្រើនពេកចុះដៃធ្វើភ្លាមហើយដើម្បីឲ្យដឹងថាតើវាដើរឬមិនដើរកាលណាបើអ្នកស្គាល់បរាជ័យកាន់តែច្រើនអ្នកនឹងស៊ាំជាមួយនឹងវាហើយភាពភ័យខ្លាចនឹងរលាយបាត់ទៅដោយខ្លួនឯងចូលគិតដល់កាលពីអ្នកនៅក្មេងតូចដែលកំពុងរៀនដើរអ្នកដួលរាប់រយដងតើអ្នកមានតែគិតថាអូខ្ញុំដួលហើយខ្ញុំប្រហែលជាមិនស័ក្តិសមនឹងការដើរទេខ្ញុំគួរតែវាលពេញមួយជីវិតវិញដែរឬទេប្រាកដជាអត់ទេអ្នកក្រោកឈរម្ដងហើយម្ដងទៀតព្រោះអ្នកមិនទាន់ស្គាល់ពាក្យថាខ្មាស់អៀនចំពោះការដួលប៉ុន្តែនៅពេលធំឡើងយើងបែងចែកដាក់បន្ទុកឲ្យខ្លួនឯងថា
ត្រូវតែត្រឹមត្រូវជានិច្ចហើយថ្ងៃនេះចូលដោះលែងខ្លួនឯងឲ្យដូចជាក្មេងតូចដែលរៀនដើរនោះវិញកំហុសប្រាប់ពីយើងពីចំណុចខ្វះខាតកំហុសពង្រឹងភាពអត់ធ្មត់កំហុសសាងរឿងរ៉ាវដែលធ្វើឲ្យភាពបរាជ័យរបស់អ្នកមានតម្លៃប្រិយមិត្តជាទីស្រឡាញ់ជីវិតដែលគ្មានកំហុសគឺជាជីវិតដែលមិនបានសាកល្បងធ្វើអ្វីសោះកុំខ្លាចក្នុងការធ្វើឲ្យខុសតែត្រូវខ្លាចក្នុងការរស់នៅដដែលដោយមិនបានអភិវឌ្ឍអ្វីសោះវិញលំហាត់សម្រាប់វគ្គនេះចូលធ្វើរឿងមួយដែលអ្នកធ្លាប់ខ្លាចបរាជ័យក្នុងសប្តាហ៍នេះវាអាចជារឿងតូចតាចដូចជាការសាកធ្វើម្ហូបថ្មីការនិយាយជាមួយមនុស្សចម្លែកឬការដាក់ពាក្យស្នើសុំអ្វីមួយប្រាប់ខ្លួនឯងថាទោះជាលទ្ធផលចេញមកយ៉ាងណាក៏ខ្ញុំឈ្នះដែរព្រោះខ្ញុំបានជំនះភាពភ័យខ្លាចរបស់ខ្លួនឯងរួចហើយនៅក្នុងវគ្គទី7ដែលជាវគ្គបញ្ចប់យើងនឹងនិយាយអំពីការរស់នៅជាមួយនឹងការអភិវឌ្ឍខ្លួនយើងនឹងរៀនពីរបៀបរក្សាទំនុកចិត្តនេះឲ្យស្ថិតស្ថេរជារៀងរហូតនឹងការកសាងបរិយាកាសដែលជួយឲ្យអ្នករីកចម្រើនអរគុណសម្រាប់ការស្ដាប់និងការជឿជាក់លើខ្លួនឯងជួបគ្នានៅវគ្គចុងក្រោយលើ Channel ស្ដាប់ជុំគ្នាសូមអរគុណ